សួរបងប្អូនសិស្សានុសិស្សជាទីគោរពនិងជាទីមេត្រីវិលមកជួបគ្នាសាជាថ្មីនៅប្រធានបទតែក្តីថ្មីតែមុននឹងចូលប្រធានបទរបស់យើងសូមបងប្អូនជួយចុច Subscribe នៅ Channel YouTube ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីដែលមានឈ្មោះថាខ្មែរចាកុំឲ្យខាតពេលយូរយើងចូលប្រធានថ្មីចាអញ្ចឹងប្រធានមានទស្សនៈមួយបានលើកឡើងថាសួរពលីរូបកាយកុំឲ្យអន្តរាយប្រទេសជាតិតើមតិខាងលើនេះមានអត្ថន័យយ៉ាងដូចម្តេចខ្លះចូលពន្យល់ឲ្យបានក្បោះក្បាយបន្តមកបងប្អូនចូលសេចក្តីអធិប្បាយអញ្ចឹងសេចក្តីអធិប្បាយយើងដឹងថាប្រធានបែបបញ្យលគឺមាន3ចំណុចធំទី1ផ្ដាំសេចក្តីមាន3ទៀតគឺលំនាំចំណូលនិងចំណោទបញ្ហាលំនាំបញ្ហាគឺជាការសរសេរអ្វីដែលតាក់ទងទៅនឹងប្រធានបទឬក៏នៅជុំវិញប្រធានបទអញ្ចឹងបងប្អូនគួរតែចុះបន្ទាត់មួយអញ្ចឹងប្រទេសជាតិមួយមានការចម្រើនជឿនលឿនទៅបានគឺអាស្រ័យដោយមានការចូលរួមសហការទាំងថ្នាក់លើឬក៏ថ្នាក់ដឹកនាំទាំងប្រជាជនទាំងអស់គ្នាចាកន្លែងនេះយើងលំនាំណាអញ្ចឹងយើងចូលមួយទៀតគឺចំណូលគឺការលើកយកប្រធានក្នុងអភ័ន្តរយកមកដាក់វិញដោយហេតុនេះហើយទើបមានប្រធានឬក៏ទស្សនៈមួយបានលើកឡើងថាស៊ូពលីរូបកាយកុំឲ្យអន្តរាយប្រទេសជាតិចាបន្ទាប់មកយើងចូលចំណុចទី3គឺចំណោទបញ្ហាគឺការចោទសួរបែបប្រធានពន្យល់អញ្ចឹងយើងចូលបន្តមួយទៀតមានពីរណាចូលបន្តកន្លែងលំនាំមួយនិងចំណោទមួយតើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងដូចម្តេចខ្លះបន្តមកទៀតបងប្អូនចូលចំណុចទី2គឺតួសេចក្តីយើងមាន5ចំណុចធំទី1គឺឃ្លាភ្ជាប់សេចក្តីគឺជាការភ្ជាប់រវាងសេចក្តីផ្ដើមមកតួសេចក្តីដែលយើងប្រើពាក្យមួយចំនួនដើម្បីងាយស្រួលក្នុងការបកស្រាយប្រធានខាងលើឲ្យបានល្អនិងកាន់តែស៊ីជម្រៅយើងគប្បីយល់ន័យរបស់ពាក្យពិបាកជាមុនសិនឬក៏ពាក្យកលឹះជាមុនសិនហើយក្នុងនេះយើងបានបញ្យល់ពីទី1ពាក្យថាពលីទី2គឺអន្តរាយអញ្ចឹងពលីមានន័យថាការស្លាប់ការបាត់បង់ជីវិតចំណែកឯពាក្យអន្តរាយគឺសំដៅដល់សេចក្តីវិនាសបាត់បង់អញ្ចឹងយើងបញ្យល់ពាក្យហើយយើងចូលបញ្យល់ន័យប្រធានគឺយើងយកន័យរបស់ពាក្យកលឹះយកមកច្របាច់បញ្ចូលគ្នាក្នុងន័យមួយដូចជាប្រធានរបស់យើងគេចោទសួរយើងណាចាអញ្ចឹងដូចនេះប្រធានខាងលើមានន័យថាស៊ូស្លាប់បាត់បង់រូបរាងកាយកុំឲ្យតែវិនាសបាត់បង់ប្រទេសជាតិបន្តមកទៀតយើងចូលចំណុចបកស្រាយគឺយើងយកគំនិតសំខាន់ទី1បូកនឹងឧទាហរណ៍គំនិតសំខាន់ទី2បូកនឹងឧទាហរណ៍គំនិតសំខាន់ទី3បូកនឹងឧទាហរណ៍អញ្ចឹងជាការពិតណាស់ស្មារតីស្នេហាជាតិមាតុភូមិរបស់អ្នកដឹកនាំនិងប្រជារាស្ត្រគឺជាដើមហេតុដ៏សំខាន់ក្នុងការធ្វើឲ្យប្រទេសជាតិមួយមានអភិវឌ្ឍឬក៏ការអភិវឌ្ឍចម្រើនទៅមុខអ្នកដឹកនាំដែលមានគំនិតជាតិនិយមហើយពោពេញទៅដោយទឹកចិត្តស្នេហាជាតិពិតជាហ៊ានធ្វើអ្វីគ្រប់យ៉ាងក៏ដើម្បីបម្រើឲ្យបុព្វហេតុប្រទេសជាតិបុគ្គលស្នេហាជាតិគឺមិនមែនមានតែអ្នកដឹកនាំដែលអាចលះបង់ជួយជាតិនោះទេប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវមានមនសិការឆន្ទៈក្នុងការលះបង់ដើម្បីបម្រើប្រទេសរបស់ខ្លួនផងដែរភាពជាអ្នកស្នេហាជាតិគឺត្រូវតែគិតពីផលប្រយោជន៍រួមរបស់ប្រជាជនឬក៏ប្រជាជនរួមជាតិមានភាពអង់អាចក្លាហានហ៊ានលះបង់នឹងសេចក្តីសុខផ្ទាល់ខ្លួនហើយព្រមទាំងហ៊ានលះបង់អាយុជីវិតដ៏មានតម្លៃរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីជូនដល់កូនចៅចំនួនក្រោយទៀតចាប៉ិតណាស់ប្រសិនបើប្រទេសជាតិមួយជួបសង្គ្រាមជនរួមជាតិត្រូវក្លាហានហ៊ានពលីបូជាឲ្យតែប្រទេសជាតិបានទទួលនៅសុខសន្តិភាពជាក់ស្ដែងនៅក្នុងរឿងដេជោយ៉នអញ្ចឹងយើងនិយាយតទៅនឹងប្រធានយើងមកហោហែហើយចាំយើងចូលក្នុងអសរសិល្ប៍របស់យើងអញ្ចឹងអសរសិល្ប៍ណាដែលនិយាយអំពីការលះបង់ជីវិតឬក៏ភាពក្លាហានដើម្បីបុព្វហេតុជាតិឲ្យជាតិមានសុខសន្តិភាពអញ្ចឹងយើងមើលទៅក្នុងរឿងដេជោយ៉តយើងឃើញថាតួអង្គដេជោមាសតួអង្គដេជោយ៉តគឺសុទ្ធតែជាតួអង្គដែលស្នេហាជាតិបានតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងជនក្បត់ជាតិដូចជាតួអង្គស្ដេចសម្រែជាដើមតេជោមាសត្រូវបានបាត់បង់ជីវិតដោយសារបុព្វហេតុការពារទឹកដីឲ្យរួចផុតពីគំដាប់ដៃរបស់ជនក្បត់ជាតិគឺស្ដេចសម្រែចំពោះស្ដេចជូយ៉តបានធ្វើសឹកសង្គ្រាមប្រយុទ្ធច្បាំងដោយមិនបានគិតពីអាយុជីវិតរបស់ខ្លួនឡើយគឺសុខចិត្តស្លាប់ក៏មិនឲ្យពួកក្បត់ជាតិមកយកទឹកដីបានដែរអានេះយើងរឿងដែលចូលយត់មួយហើយយើងចូលរឿងភូមិរាជឆានយ៉ាងណាមិញនៅក្នុងអក្សរសិល្ប៍រឿងភូមិរាជឆានក៏បានបង្ហាញឲ្យឃើញពីអ្នកស្នេហាជាតិដែលរួមមានតួអង្គជួននៅនាងប៊ីនិងជនស្នេហាជាតិដទៃទៀតក៏បានធ្វើការរួមសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការធ្វើបាបរបស់បាដេសដែលបានជិះជាន់ធ្វើបាបរាជខ្មែរយ៉ាងព្រៃផ្សៃហើយការលះបង់ដ៏ធំធេងរបស់ពួកគេគឺដើម្បីផលប្រយោជន៍រួមគឺទាមទារសន្តិភាពកុំឲ្យពួកបារាំងមកធ្វើបាបប្រជារាស្ត្រខ្មែរបាន
លើសពីនេះទៀតនៅក្នុងរឿងអ្នកតាឃ្លាំងមើលជាតួអង្គដែលពោពេញទៅដោយគំនិតចិត្តនិយមស្នេហាជាតិទោះបីត្រូវស្លាប់ខ្លួនក៏ដោយមិនស្ដាយសំណោះទើបពេលដែលធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវគាត់បានលួចសម្លាប់ខ្លួនចូលក្នុងរណ្ដៅគឺដើម្បីទៅកេណ្ឌទ័ពខ្មោចឲ្យមកជួយធ្វើឲ្យពួកខ្មាំងបរាជ័យនេះជាហេតុផលបញ្ជាក់ឲ្យឃើញថាឬក៏ឲ្យឃើញកាន់តែច្បាស់ពីភាពជាអ្នកស្នេហាជាតិសុខចិត្តស្លាប់ខ្លួនក៏មិនឲ្យបាត់បង់ទឹកដីរបស់ខ្លួនឡើយម្យ៉ាងវិញទៀតបើយើងក្រឡេកទៅមើលក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាវិញអ្នកដែលមានទឹកចិត្តស្នេហាជាតិមានឆន្ទៈមោះមុតក្លាហានហ៊ានលះបង់អាយុជីវិតឬក៏បូជាជីវិតដើម្បីបម្រើប្រទេសជាតិមិនខ្លាចស្លាប់ក៏មានជាច្រើនផងដែរជាក់ស្ដែងព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី7ដែលនៅក្នុងរាជរបស់ព្រះអង្គគឺព្រះអង្គបានបូជាកម្លាំងកាយចិត្តធ្វើសឹកសង្គ្រាមជាមួយចាមជ្វាក៏ដូចជាខ្មាំងដទៃផ្សេងទៀតគឺដើម្បីការពារបូរណភាពទឹកដីពង្រីកទឹកដីនិងផ្ដល់ភាពរុងរឿងដល់ប្រទេសជាតិការតស៊ូភាពក្លាហានអង្គអាចហ៊ានលះបង់ប្រថុយជាមួយសេចក្តីស្លាប់ក៏ដើម្បីតែផលប្រយោជន៍ជាតិលើសពីនេះទៅទៀតក្នុងរាជព្រះបាទនរោត្តមសីហនុព្រះអង្គបានលះបង់ដើម្បីប្រទេសជាតិជាច្រើនក្នុងនោះទៀតសោតព្រះអង្គបានបំពេញនៅព្រះរាជកិច្ចមួយដែលមានតម្លៃពុំអាចកាត់ថ្លៃបាននោះគឺការទាមទារឯករាជ្យពីបារាំងជូនដល់ប្រជាជនកម្ពុជាការតស៊ូដើម្បីផលប្រយោជន៍ជាតិសេចក្តីសុខឯករាជ្យជាតិជាសកម្មភាពបង្ហាញពីភាពជាអ្នកស្នេហាជាតិបន្ថែមពីនេះទៅទៀតបុគ្គលស្នេហាជាតិដូចជាក្រឡាហោមគង់ជាអ្នកស្មោះត្រង់នឹងជាតិមាតុភូមិទោះបីត្រូវស្លាប់ដោយកណ្ដាប់ដៃពួកបារាំងក៏មិនខ្លាចរអាឡើយគាត់សុខចិត្តស្លាប់មិនព្រមឲ្យបារាំងដាក់នឹមអាណានិគមមកលើប្រទេសកម្ពុជាទោះបីសេចក្តីស្លាប់នឹងនៅនឹងមុខក៏ដោយក៏គាត់នៅតែមិនខ្លាចហើយថែមទាំងនៅនឹកព្រួយបារម្ភពីអនាគតប្រទេសជាតិនិងជនរួមជាតិផងទៀតផងម្យ៉ាងវិញទៀតនៅក្នុងសង្គមជាតិខាងវិស័យយោធាដែលមានដូចជាទាហានប៉ូលីសកងកម្លាំងជាតិពួកគាត់បានបំពេញចិត្តបំពេញការងារដែលមានគ្រោះថ្នាក់ហើយមានការហត់នឿយលំបាកខ្លាំងក៏ព្រោះតែទឹកចិត្តស្រឡាញ់ជាតិប្រសិនបើប្រទេសជាតិមានសង្គ្រាមជាមួយប្រទេសដទៃខាងកងទ័ពក្តីពួកគាត់បានបំពេញកាតព្វកិច្ចដែលប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនិងសុខសន្តិភាពជូនដល់ប្រជាជននិងប្រទេសជាតិចាអញ្ចឹងយើងបកស្រាយនៅចំណុចបំណកស្រាយហ្នឹងគឺយើងបានចាប់ហើយទី1យើងលើកក្នុងអក្សរសិល្ប៍ទី2លើកក្នុងប្រវត្តិសាស្ត្ររបស់យើងបន្ទាប់យើងចូលចំណុចទី5គឺសរុបអញ្ចឹងសរុបមកតាមរយៈការបង្ហាញខាងលើយើងឃើញថាអ្នកស្នេហាជាតិស្រឡាញ់ទឹកដីតែងហ៊ានលះបង់គ្រប់បែបយ៉ាងសូម្បីតែអាយុជីវិតក៏មិនស្ដាច់សំណោះក្នុងបុព្វហេតុមាតុភូមិក្នុងគោលបំណងចង់ឲ្យប្រទេសជាតិមានសុខសន្តិភាពរីកចម្រើនតោះមកយើងចូលបញ្ចប់សេចក្តីអញ្ចឹងបញ្ចប់សេចក្តីយើងមាន2មានតម្លៃប្រធានឆ្លងការបកស្រាយជាច្រើនខាងលើមកឃើញថាប្រធានបទពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅនិងបានផ្ដល់តម្លៃអប់រំឲ្យមានស្មារតីនិងទឹកចិត្តស្នេហាជាតិមាតុភូមិត្រូវតែក្លាហានហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋជនខ្មែរយើងត្រូវតែមានស្មារតីស្នេហាជាតិមាតុភូមិត្រូវហ៊ានពលីគ្រប់បុព្វហេតុដើម្បីថែរក្សាមាតុភូមិរបស់យើងឲ្យបានគង់វង្សយូរអង្វែងដូច្នេះប្រធាននេះខ្ញុំធ្វើការបកស្រាយនៅពេលនេះគឺបានចប់តែប៉ុណ្ណេះហើយជួបគ្នានៅប្រធានបទថ្មីដើម្បីបងប្អូនបានដឹងបានកាន់តែច្បាស់អញ្ចឹងសូមអរគុណសូមជម្រាបលា